ប្រទេសបារាំងក្រុមបាល់ទាត់បុរសឈុតធំរបស់ក្លឹបលីយ៉ុងម្ចាស់ជើងឯកលីកកំពូលបារាំងលីក1ចំនួន7សម័យកាលត្រូវបានទម្លាក់ទៅកាន់លីកលំដាប់ទី2លីក2ដោយសារតែវិបត្តិហិរញ្ញវត្ថុរបស់ក្លឹបនេះបើតាមប្រភពពីសារព័ត៌មាន BBC និង Sky Sports បានចេញផ្សាយកាលពីថ្ងៃទី24ខែមិថុនាឆ្នាំ2025ក្រុមដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្របាល់ទាត់បារាំងមួយនេះត្រូវបានទម្លាក់ទៅលីក2ជាបណ្ដោះអាសន្នកាលពីខែវិច្ឆិកាឆ្នាំមុនដោយ DNCG ដែលជាស្ថាប័នត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុរបស់ក្លឹបបាល់ទាត់អាជីពនៅក្នុងប្រទេសបារាំងមន្ត្រីក្លឹបលីអុងរួមទាំងម្ចាស់ក្លឹបលោក John Textor បានជួបជាមួយ DNGC កាលពីថ្ងៃទី24ខែមិថុនាកន្លងទៅប៉ុន្តែបានបរាជ័យក្នុងការបញ្ចុះបញ្ចូលស្ថាប័នមួយនេះថាក្លឹបបានកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ដើម្បីគេចផុតពីទណ្ឌកម្មកាលពីខែតុលាឆ្នាំមុនក្រុមហ៊ុន Eagle Football Group របស់សេដ្ឋីសញ្ជាតិអាមេរិកដែលមានភាគហ៊ុនរហូតដល់ 77% ក្នុងក្លឹបលីយ៉ុងបានប្រកាសជាប់បំណុលទឹកប្រាក់ចំនួន422លានផោនឬ$575លានអាមេរិកនៅក្នុងសេចក្តីថ្លែងការណ៍មួយលីយ៉ុងបានប្រកាសថាការសម្រេចចិត្តរបស់ DNGC គឺជាការសម្រេចមិនអាចយល់បានហើយបានបញ្ជាក់ទៀតថាពួកគេនឹងប្តឹងឧទ្ធរណ៍ការកាត់ចោលក្រុមលីអុនទៅកាន់លីកលំដាប់ទី2អាចបង្ហាញអំពីក្តីសង្ឃឹមរបស់ក្រុម Crystal Palace សម្រាប់ការប្រកួតពានរង្វាន់ UEFA Europa League នៅរដូវកាលក្រោយបច្ចុប្បន្នសិទ្ធិចូលរួមរបស់ Crystal Palace សមាជិកលីកកំពូលអង់គ្លេស Premier League កំពុងស្ថិតក្នុងភាពស្រពិចស្រពិលដោយសារតែច្បាប់របស់ UEFA ដែលរារាំងក្លឹបលើសពី2ស្ថិតក្រោមការគ្រប់គ្រងដោយម្ចាស់ក្លឹបតែមួយដែលប្រកួតប្រជែងក្នុងពានរង្វាន់ទ្វីបអឺរ៉ុបនៅក្នុងពេលតែមួយដូចលោក John Textor បានកាន់កាប់ភាគហ៊ុនខនក្លឹបទាំងលីយ៉ុងនិង Crystal Palace បើទោះបីជាលោកបានយល់ព្រមលើកិច្ចព្រមព្រៀងលោកភាគហ៊ុន 43% របស់លោកក្នុងក្លឹប Crystal Palace កាលពីថ្ងៃទី24ខែមិថុនាកន្លងទៅយ៉ាងណាក៏ដោយ